បាទមករៀនធម៌បណ្ដាមករៀនតាំងសមាធិបណ្ដានៅលើភ្នំក្រោយវត្តគិរីសិលាសោភ័ណ្ឌស្រែរនាមត្បូងភ្នំនៅលើភ្នំណានៅក្នុងអាស្រមនេះមុងសម្រាប់មុងនេះគឺជាមុងសម្រាប់យើងចូលតាំងសមាធិណាបងប្អូនមុងនឹងគេចងទូចខាងលើហ្នឹងមុងនឹងមុងសម្រាប់ចងតាំងសមាធិនេះទិដ្ឋភាពនៅលើភ្នំសត្វតែកន្លែងអាស្រមរបស់លោកតាលោកយាយប៉ិនគេចុកទៅអស់ហើយនៅតែខ្ញុំម្នាក់ឯងទេឥឡូវហ្នឹងនៅតែខ្ញុំម្នាក់ឯងទេពីព្រោះខ្ញុំទៅតែនឹងរៀនធម៌នឹងរៀនតាំងសមាធិនៅលើភ្នំហ្នឹងនៅតែខ្ញុំម្នាក់ឯងទេទៀតហើយអរគុណច្រើនសូមជម្រាបលា